បាទសួស្តីបងប្អូនគ្នាបាទថ្ងៃនេះផងដែរបាទខ្ញុំបានមកបង្ហាញសារជាថ្មីបាទជាមួយនឹងការបង្កើត account បាទបង្កើត account ជាមួយនឹង app ICC នេះបាទដើម្បីប្រើប្រាស់ជាមួយនឹង page camera អឺដែលប្រើប្រាស់ជាមួយនឹង app ICC បាទអញ្ចឹងតើតើនឹងការបង្កើត account នេះផងដែរបាទកន្លងមកក៏ធ្លាប់ធ្វើវីដេអូឲ្យដែរប៉ុន្តែលើកនេះគឺធ្វើសារជាថ្មីបាទដើម្បីឲ្យកាន់តែក្បោះក្បាយជាងមុនបាទអញ្ចឹងការបង្កើត account ICC នេះផងដែរគឺងាយស្រួលទេបាទងាយស្រួលទេចឹងបញ្ជាក់ជួនបងប្អូនគ្នាមុននឹងបងប្អូនភ្ជាប់ជាមួយនឹងកាមេរ៉ាដែលប្រើប្រាស់ជាមួយ APC បាទជាដំបូងឡើយគឺបងប្អូនត្រូវមាន account សិនបាទអញ្ចឹងតើតើនឹងការបង្កើត account បាទបងប្អូនកុំភ្លេចត្រៀមបាទកុំភ្លេចត្រៀមជាមួយ Gmail បាទព្រោះបងប្អូនដឹងអីបាទ account អីក៏ដោយគឺចាំបាច់ត្រូវតែមាន Gmail បាទ Gmail ជាអាចថាជារបស់មួយដែលបង្កើត account អីផ្សេងៗបានងាយស្រួលបំផុតបាទងាយស្រួលជាងគេបាទក៏ប៉ុន្តែបើសិនជាបងប្អូនចង់ភ្ជាប់ជាមួយនឹង Apple ID របស់បងប្អូនក៏បានឬមួយក៏ភ្ជាប់ជាមួយ Facebook របស់បងប្អូនក៏បានក៏ប៉ុន្តែអីដែលខ្ញុំ recommend គឺបាទភ្ជាប់ជាមួយនឹង Gmail គឺងាយស្រួលជាងគេបាទអញ្ចឹងបើសិនជាបងប្អូនអត់ទាន់មាន account ទេ download app មកថ្មីគឺចេញដូចខ្ញុំបាននេះបាទអញ្ចឹងបងប្អូនដំបូងឡើយត្រូវធ្វើគឺចុចលើពាក្យ register នេះបាទចុចលើ register មកបងប្អូនចុចលើពាក្យ agree and continue នេះមកបាទបន្ទាប់មកគឺបងប្អូនត្រូវបញ្ចូលជាមួយនឹង Gmail របស់បងប្អូនបាទអញ្ចឹងខ្ញុំបានបញ្ចូល Gmail របស់ខ្ញុំបានចូលបាទយើងបញ្ចូល Gmail របស់យើងមកបាទហើយបន្ទាប់ពីបញ្ចូល Gmail ហើយបងប្អូនត្រូវបញ្ចូល password សម្រាប់ account IC របស់យើងបាទអញ្ចឹងសម្រាប់ password ផងដែរបងប្អូនអាចដាក់បានបាទដាក់បានបងប្អូនត្រូវមានជាអក្សរលីលេខលីសញ្ញាផ្សេងបាទអក្សរធំលីអក្សរតូចបាទឧទាហរណ៍ខ្ញុំដាក់ជូនបងប្អូនមើលជាក់ស្ដែងខ្ញុំដាក់ថា P បាទហើយខ្ញុំដាក់អក្សរ C តូចមកហើយខ្ញុំដាក់សញ្ញាមួយចឹងមកហើយខ្ញុំបាទដាក់លេខទូរស័ព្ទរបស់ហាងខ្ញុំបាទនេះគឺលេខទូរស័ព្ទរបស់ខ្ញុំពីក្រោយចុះមកបាទអញ្ចឹងគឺវា tick បែបនេះគឺមានន័យថាpassword របស់យើងគឺល្អបាទអញ្ចឹងបន្ទាប់ពីនោះមកបងប្អូនចុច next មកនៅពេលនេះគឺវានឹងផ្ញើជាលេខកូដ verification ទៅកាន់ Gmail របស់យើងបងប្អូនវាលោតមកខាងលើនេះបាទអញ្ចឹងចុចមកបាទបន្ទាប់មកបងប្អូនចុចលើពាក្យ verify now បាទចុចលើពាក្យ verify now នេះមកបងប្អូនជ្រើសរើសយក Chrome នេះមកឬមួយក៏ browser អីផ្សេងទៀតដែលបងប្អូនមានក៏បានដែរប៉ុន្តែដោយសារខ្ញុំអត់មាន Chrome ខ្ញុំចុចលើ Chrome ហ្នឹងបាទនៅត្រង់នេះគឺវាបង្ហាញថា activate បាទជាស្អីបងប្អូនបាទactivate របស់យើងគឺជោគជ័យហីអញ្ចឹងយើងអាចត្រឡប់ទៅកាន់ app ដើមរបស់យើងវិញបាទ app IC របស់យើងបាទនេះបងប្អូនគ្នា account របស់យើងគឺបានបង្កើតរួចរាល់នេះគឺ Gmail ហើយខាងក្រោមគឺ password អញ្ចឹងបងប្អូនចុចលើពាក្យថា login ចូលនេះមកបាទដល់ពេលនេះគឺបាទ account របស់យើងគឺបានជោគជ័យហីអញ្ចឹងកន្លែងនេះបងប្អូន allow មកហើយបងប្អូនចុច got it ចឹងមកបាទអញ្ចឹងនៅពេលនេះគឺមានន័យថា account IC របស់យើងគឺជោគជ័យហើយបាទអញ្ចឹងបន្តទៅទៀតគឺយើងទៅដឹងពីរបៀបនៅក្នុងការបាទ add camera បាទមានន័យថាភ្ជាប់កាមេរ៉ាជាមួយនឹង app របស់យើងដើម្បីមើលនៅក្នុង smartphone របស់យើងបានបាទអញ្ចឹងតោះយើងបន្តទៅមើលទៅដឹងពីរបៀបភ្ជាប់កាមេរ៉ាបន្តទៀតបាទមុននឹងយើងធ្វើការភ្ជាប់កាមេរ៉ាបាទយើងបងប្អូនត្រូវដោតភ្លើងកាមេរ៉ាបាទឲ្យហើយស្រេចសិនមកបាទអញ្ចឹងយើងដោតភ្លើងទៅបាទយល់ល្អបងប្អូនភ្ជាប់នៅ router នៅជិត router Wi-Fi សិនដើម្បីឲ្យវាចាប់ជាមួយនឹង Wi-Fi បានលឿនបាទយើងដោតភ្លើងឲ្យរងចាំវាដើរឲ្យចប់បន្តិចសិនទៅបាទរងចាំឲ្យវាដើរចប់បាទឲ្យវាដើរតិចសិនទៅបាទហើយរឿងមួយទៀតដែលបងប្អូនកុំភ្លេចបាទបងប្អូនត្រូវចូលទៅបើកជាមួយនឹង Wi-Fi ក៏ដូចជា Bluetooth ឲ្យហើយបាទនៅពេលហ្នឹងគឺមានន័យថាបងប្អូនប្រើជាមួយនឹង Wi-Fi អីបាទមានន័យថា smartphone បងប្អូនប្រើជាមួយ Wi-Fi អីវានឹងចាប់ Wi-Fi ហ្នឹងយើងទៅប្រើប្រាស់ដែរហើយការបើក Bluetooth ដើម្បីឲ្យវាចាប់ស្គាល់កាមេរ៉ាអូតូនៅពេលដែលយើងភ្ជាប់បាទអញ្ចឹងនៅពេលដែលយើងធ្វើរឿងប្រមាណហ្នឹងហើយរួចរាល់ហើយបាទបងប្អូនចុចលើសញ្ញាលេខបូកនេះបាទសញ្ញាលេខបូកហ្នឹងបាទដល់ទៀតបាទនៅពេលបងប្អូនធ្វើរឿងប្រមាណចំណុចមិញហើយបងប្អូនចុចលើសញ្ញាលេខបូកនេះបាទចុចលើសញ្ញាលេខបូកហ្នឹងបាទហើយបងប្អូនចុចលើពាក្យថា add device បាទនេះបងប្អូនដោយសារយើងបើក Bluetooth អញ្ចឹងវានឹងស្គាល់កាមេរ៉ាយើងអូតូនៅខាងក្រោមនេះតែម្ដងងាយស្រួលមែនទែនបងប្អូនចុចលើហ្នឹងមកបាទអញ្ចឹងបងប្អូនចុច allow មក
បាទអញ្ចឹងកន្លែងហ្នឹងគឺមានន័យថាវានឹងស្គាល់ Wi-Fi auto ពីទូរស័ព្ទដៃពី iPad របស់ខ្ញុំបាទអឺ iPad ខ្ញុំប្រើ Wi-Fi អីវានឹងចាប់ Wi-Fi នឹងទៅប្រើ auto ដែរបាទអញ្ចឹងយើងបញ្ចូល password Wi-Fi របស់យើងបាទកន្លែងហ្នឹងបាទបាទបញ្ចូល password Wi-Fi ហើយបងប្អូនត្រួតពិនិត្យមើលត្រឹមត្រូវហើយបងប្អូនចុច OK មកបាទមកដល់ត្រង់ចំណុចហ្នឹងបងប្អូនរងចាំវាបន្តិចទៅវាកំពុងតែធ្វើការភ្ជាប់ជាមួយនឹងrouter មានន័យថាភ្ជាប់ជាមួយអ៊ីនធឺណិតភ្ជាប់មួយ Wi-Fi ដើម្បីវាចាប់ Wi-Fi យកទៅប្រើនៅពេលហ្នឹងដើម្បីវាភ្ជាប់ហើយបងប្អូនទៅដល់ណាក៏បងប្អូនអាចមើលបានដែរបាទមានន័យថាបងប្អូនឆ្លងខេត្តឆ្លងអីក៏មើលបានដែរបាទនៅពេលដែលវាភ្ជាប់រួចរាល់បាទហើយកន្លែងហ្នឹងគឺវាដើររឿងយូរតិចបងប្អូនរងចាំតិចទៅបាទបាទអញ្ចឹងយើងរងចាំវាបន្តិចបាទឲ្យវាភ្ជាប់ឲ្យរួចរាល់វាអាចនឹងចំណាយពេលប្រហែលបាទមកស្ទុះដែរបាទនៅត្រង់ចំណុចនេះបាទត្រង់កន្លែងនេះបងប្អូនអាចដាក់កាមេរ៉ាឈ្មោះកាមេរ៉ាបានបើសិនជាបងប្អូនដាក់កាមេរ៉ាច្រើនក្របបងប្អូនចង់ចំណាំទីតាំងចំណាំកាមេរ៉ាអាចដាក់បានតែបងប្អូនបើអត់ចង់ដាក់ទេក៏អីដែរបងប្អូនចុចលើពាក្យ complete នេះមកបាទហើយបងប្អូនចុចលើពាក្យ confirm មកបាទរងចាំវាបន្តិចទៅវាកំពុងធ្វើការបាទអញ្ចឹងនៅដល់ចំណុចនេះគឺមានន័យថាវាភ្ជាប់ជាមួយនឹងកាមេរ៉ាយើងរួចរាល់កាមេរ៉ាយើងគឺនៅត្រង់នេះបាទអញ្ចឹងបងប្អូនចុចមើលកាមេរ៉ាយើងបានបាទអញ្ចឹងកន្លែងនេះបងប្អូនអាចយកបាទអាចចុចពាក្យខាងក្រោមនឹងក៏បានបាទចុចអូខេទៅបាទអញ្ចឹងមកដល់ចំណុចនេះគឺកាមេរ៉ារបស់យើងគឺបាទបានភ្ជាប់រួចរាល់បាទភ្ជាប់រួចរាល់អាចមើលបានអាចប្រើប្រាស់បានហើយបើសិនជាបងប្អូនចង់ភ្ជាប់ជាមួយនឹងកាមេរ៉ាផ្សេងទៀតគឺធ្វើដូចគ្នាដល់ភ្លើងកាមេរ៉ាហើយបងប្អូនចុច add device ខាងលើហ្នឹងបាទចុច add device ទៅវានឹងជាប់កាមេរ៉ាផ្សេងទៀតធ្លាក់ទៅក្រោមបាទអាចបងប្អូនអាចដាក់បាន5 6កាមេរ៉ានៅក្នុង smartphone តែមួយក៏បានដែរបាទអញ្ចឹងវីដេអូនេះគឺប្រាប់បងប្អូនអំពីរបៀបបង្កើត account រហូតដល់ការភ្ជាប់កាមេរ៉ាបាទរហូតដល់ប្រើប្រាស់បានគឺមានតែប៉ុណ្្នឹងបាទអញ្ចឹងបើសិនជាបងប្អូនមានចង្អល់អីបន្ថែមបាទអាច comment សួរនៅក្នុងខាងក្រោមវីដេអូនឹងបានបាទអញ្ចឹងបើសិនជាបងប្អូនយល់ថាវីដេអូនេះបាទល្អបាទបងប្អូនជួយចុច subscribe សម្រាប់ YouTube បាទឬមួយក៏ follow សម្រាប់បាទFacebook page ផងដែរបាទអញ្ចឹងវីដេអូគឺមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាបាទសូមអរគុណបាទ